ថ្ងៃទី31ខែឧសភាដើម្បីឲ្យយើងបន្តដំណើរទៅមុខទៀតរីឯអ្នករាល់គ្នាដែលពីដើមត្រូវពង្រត់ចេញហើយជាខ្លាំងសត្រូវក្នុងគំនិតដោយអំពើអាក្រក់នោះឥឡូវនេះវិញទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ដោយបានទទួលសគុតដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធឥតសៅហ្មងហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់នោះគឺបាត់តិចណាស់អ្នករាល់គ្នាបានតាំងនៅជាប់លាប់ហើយមាំមួនក្នុងសេចក្តីជំនឿដែរឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្សដែលកើតក្រោមមេឃផងឯប៉ុលខ្ញុំជាអ្នកបម្រើចំពោះដំណឹងល្អនោះដែរព្រះគម្ពីរកូឡូសជំពូក1ខ21ដល់ខ23បើយើងសួរមនុស្សនៅប្រចាំប្រទេសនៅសតវត្សទី21ភាគច្រើនពួកគេនឹងនិយាយថាមនុស្សមានចរិតលក្ខណៈដែលល្អពីកំណើតមកទោះជាយ៉ាងណាក៏ដោយបើសិនជាពួកគេតាមដានព័ត៌មានប្រចាំថ្ងៃភ្លាមនោះពួកគេប្រហែលជាចង់យកទស្សនៈនេះមកពិចារណាឡើងវិញថ្ងៃមួយបើយើងចំណាយពេលអង្គុយគិតអំពីអាកប្បកិរិយាគំនិតនិងទង្វើរបស់យើងក៏អាចដឹងថាយើងមិនល្អពីកំណើតដូចការអះអាងនេះទេបើយើងគិតដោយស្មោះត្រង់យើងត្រូវទទួលស្គាល់ថាចិត្តរបស់យើងគ្មានសណ្ដាប់ធ្នាប់ឬមិនមានការគ្រប់គ្រងល្អហើយដំណោះស្រាយដ៏ពេញនិយមសម្រាប់បញ្ហានេះគឺគេស្វែងរកការអប់រំកម្រិតខ្ពស់ជាងឬការផ្លាស់ប្ដូរកាលៈទេសៈក្នុងសង្គមតែហាក់ដូចជាមិនអាចដោះស្រាយបញ្ហានេះបានមនុស្សជាតិនៅតែបន្តគ្មានសណ្ដាប់ធ្នាប់ពេលណាយើងងាកទៅរកព្រះគម្ពីរប៊ីបយើងរកឃើញសេចក្តីពិតអំពីខ្លួនយើងដែលស្ដាប់ទៅមិនពីរោះសោះគឺសេចក្តីដែលថាមូលហេតុដែលយើងមានអារម្មណ៍ថាដាច់ចេញពីមនុស្សនៅជុំវិញយើងនិងមូលហេតុដែលជួនកាលខ្ញុំមានអារម្មណ៍ថាដាច់ចេញពីខ្លួនឯងគឺដោយសារយើងបានដាច់ចេញពីព្រះការដាច់ចេញរបស់យើងក្នុងលក្ខណៈជាខ្សែបន្ទាត់ដេកគឺបានឆ្លុះបញ្ចាំងអំពីការដាច់ចេញក្នុងលក្ខណៈខ្សែបន្ទាត់ឈរដែលធ្ងន់ជាងការដាច់ចេញជាខ្សែបន្ទាត់ដេកឆ្ងាយណាស់ព្រះអង្គម្ចាស់បានបង្កើតយើងមកដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គតែគំនិតរបស់យើងបានងាកចេញពីព្រះអង្គយើងមិនគិតអំពីព្រះអង្គយើងមិនស្រឡាញ់ព្រះអង្គយើងមិនទាំងបានស្វែងរកព្រះអង្គផងទោះជាយ៉ាងណាក៏ដោយយើងមានដំណឹងល្អមួយក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទកាលមុនយើងកំពុងវិនាសឥឡូវនេះយើងបានកើតជាថ្មីយើងបានដាច់ចេញពីព្រះអង្គតែឥឡូវយើងបានផ្សះផ្សាឲ្យជានឹងព្រះអង្គវិញយើងរស់នៅក្នុងកន្លែងងងឹតហើយឥឡូវនេះព្រះអង្គនាំយើងចូលក្នុងពន្លឺយើងបានជាប់អន្ទាក់តែឥឡូវយើងមានសេរីភាពយើងបានស្លាប់តែឥឡូវយើងត្រូវបានប្រោះឲ្យមានជីវិតរស់ក្នុងព្រះគ្រីស្ទនេះជាបទពិសោធន៍របស់អ្នកដែលស្គាល់ព្រះខណៈពេលដែលព្រះអង្គបង្ហាញអង្គទ្រង់តាមរយៈព្រះបន្ទូលរបស់ព្រះអង្គការផ្លាស់ប្រែនេះមិនគ្រាន់តែជាលទ្ធផលនៃការសម្រេចចិត្តធ្វើឲ្យជីវិតល្អប្រសើរជាងមុនប៉ុណ្ណោះទេនៅពេលខ្លះមនុស្សភាគច្រើនគិតថាជីវិតរបស់ខ្ញុំកំពុងតែមានការផ្លាស់ប្ដូរហើយខ្ញុំនឹងមានការដឹងគុណចំពោះព្រះនៅឆ្នាំនេះឲ្យបានច្រើនជាងឆ្នាំមុននេះជាការល្អហើយការនិយាយដូចនេះមិនមានអ្វីខុសទេមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់យើងប្រកបជាមានចិត្តរំភើបពេលបានឮយើងនិយាយដូចនេះប៉ុន្តែការនេះមិនមែនជាគោលដៅរបស់គ្រីស្ទបរិស័ទទេផ្ទុយទៅវិញការផ្លាស់ប្រែក្នុងជីវិតរបស់គ្រីស្ទបរិស័ទបានទទួលការបណ្ដាចិត្តនិងការផ្ចង់ផ្ដើមដោយព្រះគុណរបស់ព្រះដែលជួយសង្គ្រោះយើងចាប់ផ្ដើមនិងបន្តដំណើរដោយសារព្រះគុណព្រះដំណឹងល្អគឺជាដំណឹងនៃសេចក្តីពិតដែលថាព្រះយេស៊ូវមកពីស្រុកណាសារ៉េតបានសុគតជំនួសយើងដើម្បីបញ្ចប់ការដាច់ចេញរបស់យើងមានតែព្រះអង្គទេដែលបានធ្វើអ្វីដែលយើងត្រូវការបំផុតតែមិនអាចធ្វើសម្រាប់ខ្លួនឯងដូចនេះព្រះអង្គមានការត្រាស់ហៅដ៏សាមញ្ញសម្រាប់យើងឲ្យបន្តដំណើរក្នុងជំនឿដោយមិនងាកបែរចេញពីដំណឹងល្អយើងមិនត្រូវបែរចេញពីដំណឹងល្អដ៏សាមញ្ញរបស់ព្រះគ្រីស្ទដែលបានសុគតនៅលើឈើឆ្កាងមានប្រជញ្ញរស់ឡើងវិញនិងគ្រងរាជតាមពិតយើងមិនហ៊ានបែរចេញឡើយប៉ុន្តែយើងពិតជាងាយនឹងប្រងើយកន្តើយចំពោះសេចក្តីពិតនេះដោយយើងប្រែជាមានអារម្មណ៍ខាសាំនឹងសេចក្តីពិតនេះហើយបន្ទាប់មកយើងគិតថាយើងមិនត្រូវការព្រះអង្គទៀតដូចនេះចូលយើងពិនិត្យមើលចិត្តខ្លួនឯងដោយចិត្តស្មោះត្រង់ដោយទទួលស្គាល់បាបរបស់យើងហើយវិលត្រឡប់មកដំណឹងល្អវិញដោយចិត្តស្ញប់ស្ញែងចំពោះការសុគតរបស់ព្រះអង្គជំនួសយើងព្រះគម្ពីរសេចក្តីគិតនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក32សម្រាប់គម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរពងសាវតារខ្សត្រខ្សែទី2ជំពូក24ដល់ជំពូក25
និងព្រះគម្ពីរម៉ាថាយជំពូក17